ជំរាបសួរថ្ងៃនេះនាងខ្ញុំចង់និយាយអំពីការធ្វើការងារខ្លះធ្វើតែយើងធ្វើទៅមានសម្ពាធហត់នឿយអស់កម្លាំងប៉ុន្តែយើងនៅតែរីករាយនៅក្នុងការធ្វើអាចនិយាយបានថាវាគឺជាការងារដែលយើងស្រឡាញ់ហើយជាពិសេសនៅពេលដែលយើងធ្វើការងារនឹងទៅយើងទទួលបានលទ្ធផលជោគជ័យយើងកាន់តែមានកម្លាំងចិត្តធ្វើការងារនឹងបន្តទៅមុខទៀតទោះបីជាយើងដឹងថាធ្វើទៅការងារនឹងជួបនៅការលំបាកហត់នឿយប៉ុន្តែយើងនៅតែមានកម្លាំងចិត្តពុះពៀននៅក្នុងការធ្វើហើយចំណែកការងារខ្លះទៀតគឺជាការងារដែលយើងមិនស្រឡាញ់ពេលដែលយើងធ្វើទៅជួបឧបសគ្គឬក៏ជួបបញ្ហាការលំបាកហើយធ្វើទៅថែមទាំងនឿយហត់ហើយយើងចំណាយកម្លាំងច្រើនដល់ពេលយើងធ្វើយូរទៅបែរជាយល់ថាលែងមានកម្លាំងចិត្តចង់ធ្វើហើយក៏ចង់បោះបង់ម្ដងម្កាលផងដែរប៉ុន្តែទោះបីជាការងារហ្នឹងគឺជាការងារដែលយើងស្រឡាញ់ឬក៏ការងារដែលយើងមិនស្រឡាញ់ក៏ដោយគឺសុទ្ធតែជាមេរៀនដែលអាចឲ្យយើងរៀនបាននិងអភិវឌ្ឍខ្លួនតទៅថ្ងៃមុខទៀតនិងចាត់ទុកជាមេរៀនដែលយើងរៀនបាននៅក្នុងវិស័យការងារចាវីដេអូរបស់នាងខ្ញុំបានចប់ត្រឹមប៉ុណ្នេះហើយក៏សូមអរគុណជួបគ្នានៅវីដេអូក្រោយ